សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបលុប profile បងប្អូនតែងតែគេលុបហ្នឹងប៉ុន្តែអត់ដឹងថាបិទបែបណាលុបបែបណាអញ្ចឹងបងប្អូនមកចូលមកមើលវីដេអូរបស់ខ្ញុំប្រាប់ពីវិធីលុបទាំងអស់គ្នាឥឡូវនេះយើងចូលទៅ profile Facebook របស់យើងរួចហើយយើងចូលទៅត្រេ3មកបងប្អូនបន្ទាប់មកយើងចូលទៅឈ្មោះ account របស់យើងហ្នឹងដោយសារតែ account របស់ខ្ញុំហ្នឹងជាប់ professional mode បងប្អូនឥឡូវនេះយើងចូលទៅបិទទាំងអស់គ្នាយើងចូលត្រេ3នៅខាងស្នាមដៃហ្នឹងរួចហើយយើងអស់ទៅរកពាក្យ turn off professional mode យើងចុចតាមខ្ញុំមកបងប្អូនរួចហើយយើងចុចពាក្យ confirm បន្ទាប់មកទៀតយើងចុច turn out បន្ទាប់មកទៀតបងប្អូនចុចតាមខ្ញុំមកបងប្អូននេះខៀវហ្នឹងណារួចហើយបងប្អូនចុចពាក្យ next បន្ទាប់មកទៀតបងប្អូនចុច confirm រួចចុចពាក្យ done ឥឡូវនេះយើងបានបិទ professional mode ហើយបងប្អូនឥឡូវនេះយើងចូលទៅ log profile ទាំងអស់គ្នាបងប្អូនឥឡូវនេះយើងចូលទៅ log profile យើងចូលទៅ profile របស់យើងចុចត្រេ3ខាងឆ្វេងដៃរួចយើងយកពាក្យ setting and privacy រួចយើងចុចពាក្យ setting តបមកបងប្អូនរកពាក្យ lock profile មកបងប្អូន lock profile lock ហ្នឹងរួចហើយបងប្អូនចុចសញ្ញាខៀវតាមខ្ញុំមក lock យក profile ហ្នឹងតបមកចុច OK ឥឡូវនេះយើងបាន lock profile រួចរាល់ហើយបងប្អូនអាចធ្វើតាមបានណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនកុំភ្លេចជួយ subscribe channel របស់ខ្ញុំម្នាក់មួយផងណាបងប្អូនបាយជម្រាបលា